ក្មេងស្រីម្នាក់បានបម្រើក្រិតជនជាង20នាក់ក្នុងពេលដំណើរគ្នាសម្រាប់នាងនៅតែជាសិស្សទោះបីជានាងយល់ច្បាស់អំពីអ្វីដែលអាចនឹងកើតឡើងបន្ទាប់ក៏ដោយនាងមិនមានគំនិតច្រើនទេដូច្នេះពេលនាងយកកែវទឹកដាក់លើតូននាងមិនបានគិតថាវាត្រូវបានគេដាក់ថ្នាំឬអត់នោះទេរហូតដល់ការមើលឃើញរបស់នាងព្រិលហើយទីបំផុតនាងក៏ដួលនៅលើគ្រែយ៉ាងទន់ខ្សោយទើបក្រុមមនុស្សអាក្រក់ដំបងបានចូលអ្វីដែលគេមិនដឹងនោះគឺថានៅពេលភាពអស់សង្ឃឹមនិងភាពអស់សង្ឃឹមបានគ្រប់សង្កត់នាងក្មេងស្រីដែលហាក់ដូចជាភ័យស្រួយអាចបាញ់ចេញភាពក្លាហានគួរឲ្យភ្ញាក់ផ្អើលនាងតោងជាប់នឹងជញ្ជាំងដោយមិនចង់ខ្លាយជារបស់អ្នកដទៃរាងកាយរបស់នាងប្រឡាក់ដោយឈាមតាមរយៈបំណែកប៉ូស៊ីឡែនដែលបែកខ្ទេចខ្ទីកំបិតមុតស្រួយត្រូវបានខ្លែងបន្លំការតាំងចិត្តរបស់ក្មេងស្រីបានទិញជីវិតរបស់នាងប៉ុន្តែអ្នកញុះញង់ហាក់មិនព្រមចុះចាញ់ឡើយដោយប្រញាប់ដេញតាមទោះជាយ៉ាងណាអ្វីដែលកំពុងរងចាំគាត់គឺការវាយប្រហារទាំងអស់មួយទៀតសត្វដែលរងរបួសមានភាពកក់ក្ដៅគួរឲ្យកត់សម្គាល់ប៉ុន្តែនៅពេលដែលគាត់ហៀបនឹងបាញ់សម្លាប់នោះគាត់ត្រូវបានបញ្ឈប់ដោយសម្លេងនៅពីក្រោយគាត់មិនយូរប៉ុន្មានគាត់ត្រូវបាននាំទៅបន្ទប់ដែលមានពន្លឺតិចមូលហេតុដែលគាត់មិនហ៊ានវាយក្បាលចោលគឺដោយសារធ្មេញប្រាជ្ញាតំណាងឲ្យបុរសមុនគាត់ពីតម្លៃដ៏គួរឲ្យភ័យខ្លាចដែលគាត់បានបង់នៅទីបំផុតវាមិនពិបាកក្នុងការមើលឃើញទេអត្តសញ្ញាណរបស់ក្មេងស្រីគឺនៅឆ្ងាយពីសាមញ្ញអ្នកខ្លះបាននិយាយថាសិស្សវិទ្យាល័យម្នាក់នេះឈ្មោះយុនជាវូគឺជាកូនស្រីរបស់មេគ្រឿងញៀនដ៏ធំមន្ត្រីប៉ូលីសដែលតាមដានគាត់រាល់ថ្ងៃធ្វើឲ្យពាក្យចាំអារ៉ាមនេះមើលទៅកាន់តែជឿជាក់ភាពឯកោជាបន្តការគំរាមកំហែងនិងការត្អូញត្អែរជាច្រើនពីឪពុកម្ដាយស្ទើរតែទាំងស្រុងបានបំផ្លាញជីវិតសិក្សាដ៏បរិសុទ្ធរបស់គាត់ដែលគួរតែពោពេញទៅដោយអត្ថប្រយោជន៍នៅពេលដែលពាក្យចាំអារ៉ាមនេះក្លាយជាចំណេះដឹងទូទៅសូម្បីតែគ្រូបង្រៀនក៏ចាប់ផ្ដើមណែនាំគាត់ឲ្យផ្ទេរសាលារៀនក្មេងស្រីនៅស្ងៀមនាងជឿថាឪពុករបស់នាងដែលបាក់លួនជាយូរមកហើយនឹងបង្ហាញខ្លួននៅថ្ងៃនេះដើម្បីដោះស្រាយបញ្ហាទាំងអស់របស់នាងព្រោះវាជាថ្ងៃកំណើតរបស់នាងទោះយ៉ាងណាក៏ដោយការសុំអភ័យទោសបន្តិចពីលេខដែលមិនស្គាល់បង្ហាញថាឪពុកមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រឡប់មកផ្ទះវិញទេដូច្នេះគាត់បានមកដល់ថ្នាក់រៀនទាំងខកចិត្តនិងអន់ចិត្តពេលក្មេងស្រីរងគ្រោះពីសាលាម្ដងទៀតនាងស្រែកឡើងថាយេអ្នកមានថ្មីអូមិនអាក្រក់ទេអារម្មណ៍ដែលបានសង្កត់យ៉ាងយូររបស់នាងទីបំផុតបានបែកចេញជាសេរីប្រសិនបើភាពរៀបទៀបនិងការអត់ធ្មត់មិនអាចទទួលបានការគោរពនោះកណ្ដាប់ដៃនិងទាត់ដ៏មុតស្រួចរបស់នាងហាក់ដូចជាការពិតបន្ទាប់ពីចេញពីថ្នាក់រៀនគាត់បានជួបគ្រូម្នាក់ព្យាយាមបំបែកការវិតកទង្វើនៃការប្រកូលគឺកាត់សើចទៅបង្ហាញពីទំនាក់ទំនងផ្ដាច់ការរបស់គាត់ជាមួយអតីតកាលការរំដោះខ្លួនពីឧបសគ្គនៃច្បាប់និងជំហានរបស់គាត់ទៅកាន់ជីវិតផ្សេងត្រឡប់មកផ្ទះវិញគាត់បានទាត់នំខេកនៅមាត់ទ្វារទោះបីជាគាត់សង្ស័យថាមកពីឪពុករបស់នាងដល់ក្មេងស្រីក៏ដោយខួបកំណើតដែលគ្មានក្រុមហ៊ុនរបស់គាត់មានន័យថាសូម្បីតែនំដែលថ្លៃបំផុតក៏គ្មានអ្វីក្រៅពីក្រែមត្រជាក់មួយដុំដែរមួយសន្ទុះក្រោយមកឪពុករបស់នាងបានទូរស័ព្ទមកសម្លេងស្រទន់របស់គាត់មិនបានបង្ហាញពីភាពអស់សង្ឃឹមឬការលាលែងពីតំណែងឡើយមានតែភាពស្ងៀមស្ងាត់បន្តិចចំពោះកូនស្រីរបស់គាត់និងអារម្មណ៍នៃកំហុសដ៏លើសលប់គាត់ហាក់ដូចជាចង់ពន្យល់អ្វីមួយប៉ុន្តែនៅទីបំផុតគាត់នៅស្ងៀមទោះជាយ៉ាងនេះក្តីពេលដឹងថាមន្ត្រីប៉ូលីសគ្មានវិជ្ជាជីវៈបានរំខានដល់ជីវិតកូនស្រីរបស់គាត់ក្នុងការប៉ុនប៉ងចាប់ខ្លួនគាត់ក៏ប្រថុយគ្រប់យ៉ាងដើម្បីត្រឡប់ទៅផ្ទះវិញវាស្ថិតនៅត្រង់នេះនៅខាងក្នុងឧបាយកលនៃជោគវាសនាបានចាប់ផ្ដើមប្រែក្លាយដំបូងឡើយគាត់បានរកឃើញមន្ត្រីស្លៀកពាក់ធម្មតាដែលឃ្លាំមើលក្មេងស្រីនៅក្បែរនោះក្រោយពីបានជួយយុវជនដែលហត់នឿយទាំងពីរនាក់បានដេកលក់ហើយគាត់ក៏ឡើងទៅលើផ្ទះដោយភាពស្ងប់ស្ងាត់គាត់បានជូតស្នាមប្រឡាក់ឈាមចេញពីដៃរបស់គាត់ហើយរៀបចំឡើងវិញនៅអំណោយដ៏ច្របូកច្របល់បន្ទាប់មកគាត់បានបើកទ្វាររៀបចំធ្វើឲ្យកូនស្រីភ្ញាក់ផ្អើលយ៉ាងណាក៏ដោយនៅពេលនោះបុរសម្នាក់ក្នុងឈុតខ្មៅស្រាប់តែដើរចេញពីជណ្ដារយន្តគាត់ហាក់ដូចជាស្គាល់មុខបុរសនោះហើយដឹងថាគាត់គ្មានន័យអ្វីឡើយភាពខុសគ្នាដ៏ធំនៃអាវុធក៏ផ្ដល់ឲ្យគាត់នៅអារម្មណ៍មិនល្អផងដែរក្មេងស្រីនៅខាងក្នុងមានអារម្មណ៍អ្វីមួយហើយមើលទៅខាងក្រៅបុរសដែលតាមឃ្លាំមើលឪពុករបស់នាងហៀបនឹងបើកទ្វារពេលឪពុកនាងនិយាយថាចុះយ៉ាងម៉េចដែរនៅពេលនោះគំនិតតែមួយគត់របស់គាត់គឺរក្សាគន្លឹះកុំឲ្យបែកដើម្បីការពារគ្រួសារគាត់ពីគ្រោះថ្នាក់ក្មេងស្រីនេះបានព្យាយាមចេញទៅក្រៅយ៉ាងអស់សង្ឃឹមប៉ុន្តែទោះបីជាខ្មាន់កាំភ្លើងបាត់ទៅហើយក៏ដោយក៏ទ្វារនៅតែបិទដដែលប្រហែលជាពាក្យមិនទាន់ចប់របស់ឪពុកនាងគឺអ្នកសំខាន់សម្រាប់ខ្ញុំជាងជីវិតរបស់ខ្ញុំអារម្មណ៍ខ្លះមិនអាចនិយាយបានប៉ុន្តែនៅស្ងៀមយ៉ាងជ្រាលជ្រៅក្មេងស្រីតែងតែយល់ពីគុណធម៌របស់ឪពុកនាងប៉ុន្តែនាងតែងតែមានអារម្មណ៍ថាពេលវេលាពិតជាយូរណាស់យូរល្មមដែលនាងមិនបាច់ប្រញាប់ប្រញាល់ធំឡើងយូរល្មមដែលនាងអាចនៅខាងឪពុកនាងជានិច្ចទោះបីជាមានឆន្ទៈក៏ដោយប៉ុន្តែឥឡូវនេះនាងយល់ថាការបែកគ្នាដ៏គួរឲ្យសោកស្ដាយបំផុតទាំងនោះវាជារឿងនឹកស្មានមិនដល់ទាំងស្រុងពិធីបុណ្យសពមានភាពស្រងូតស្រងាត់ឬប្រហែលជាគាត់មិនយល់ពីឪពុករបស់គាត់ហើយមិនដឹងថាត្រូវជូនដំណឹងដល់អ្នកណាប៉ុន្តែនៅពេលដែលក្រុមមនុស្សស្លៀកពាក់ល្អមកតឹងតែងមកដល់ដោយមិនបានអញ្ជើញគាត់យល់អតីតកាលរបស់ឪពុកគាត់ជាកន្លែងមួយដែលហៅថាពិភពក្រោមដីជាកន្លែងគ្មានពណ៌ដែលអ្វីទាំងអស់សុទ្ធតែខ្មៅនិងស្ដូច្នេះគាត់បានសាកល្បងវិធីផ្ទាល់បំផុតដោយសួរសំណួរដែលមានក្នុងចិត្តរបស់គាត់ថាវិភាសាចិនកុកងឺរបស់ខ្ញុំល្អណាស់មែនទេប៉ុន្តែមេដឹកនាំមិនបានឆ្លើយដោយផ្ទាល់ទេដោយអស់សង្ឃឹមនារីរងគ្រោះបានទៅប៉ុស្តិ៍ប៉ូលីសម្ដងទៀតប៉ុន្តែព័ត៌មានដែលមានការភ្ញាក់ផ្អើលនោះគឺមិនមានសាក្សីឬអាវុធសម្រាប់ត្រូវបានរកឃើញទេពួកគេបានប្រកាសយ៉ាងប្រញាប់ប្រញាល់ថាវាជាករណីដែលមិនអាចដោះស្រាយបានហើយបានបិទវាដោយបញ្ឈប់ការស៊ើបអង្កេតបន្ថែមទៀតទោះបីជាកាមេរ៉ាឃ្លាំមើលរបស់អ្នកជិតខាងបានចាប់យកឃាតករតួលេខមិនច្បាស់ក្មេងស្រីបានបង្កកភ្លាមនោះនាងមានអារម្មណ៍ថាដូចជាជញ្ជាំងមើលមិនឃើញឈរនៅពីមុខនាងរារាំងនាងពីការស្វែងរកមូលហេតុពិតនៃការស្លាប់របស់ឪពុកនាងបើប្រព័ន្ធយុត្តិធម៌អយុត្តិធម៌តើនាងអាចពន្លត់ភ្លើងបានទេគិតបែបនេះក្មេងស្រីមិនស្ទាក់ស្ទើរក្នុងការទៅរកមិត្តភក្តិជាក្មេងទំនើងរបស់ឪពុកនាងឈ្មោះឆយមូយិនប៉ុន្តែនៅពេលដែលគាត់បានយកផេះរបស់ឪពុកគាត់ចូលទៅក្នុងការិយាល័យដ៏ធំទូលាយប៉ុន្តែងឹតដោយនិយាយថាគាត់ចង់ស្វែងរកឃាតករជំនួសឲ្យភាពស្មោះត្រង់ដែលរំពឹងទុកគាត់ត្រូវបានគេទះកំភ្លៀងដល់ដីខាងលើប៉ុន្តែនៅពីក្រោយទង្វើដែលហាក់ដូចជាគ្មានបេះដូងនេះតើវាពិតជាទម្រង់នៃការការពារក្មេងស្រីឬមានរបៀបវារៈលាក់កំបាំងផ្សេងទៀតតើរបស់របរនៅលើទៅតំណាងឲ្យចំណងជីវិតឬមរណៈឬភាពភ័យស្រួយងាយបំបែកទំនាក់ទំនងផលប្រយោជន៍
ជាការពិតណាស់ក្មេងស្រីមិនអាចកត់សម្គាល់ព័ត៌មានលម្អិតទាំងនេះបានទេដោយអស់ចិត្តនាងបានត្រឡប់មកផ្ទះវិញហើយសម្លឹងមើលកូនសោដែលខូចនៅពេលនោះហើយដែលកណ្ដឹងទ្វារបានបន្លឺឡើងសម្លៀកបំពាក់របស់ជននោះមានសភាពស្រដៀងនឹងបុរសស្បែកខ្មៅដែលបានសម្លាប់ឪពុករបស់នាងប៉ុន្តែនាងមិនអាចប្រកាសថាគាត់ជាឃាតករឬអត់នោះទេភាពតានតឹងនិងការភ័យខ្លាចបានរារាំងក្មេងស្រីពីការបញ្ចេញសម្លេងលុះពេលបុរសនោះដែលចេញទៅនាងបានធូរស្រាលពីការភ័យខ្លាចរបស់នាងប៉ុន្តែនៅពេលដែលនាងដេញតាមគាត់ផ្លូវត្រូវបានបោះបង់ចោលភ្លៀងធ្លាក់ខ្លាំងមិនអាចលុបបំបាត់ភាពអាម៉ាស់របស់ក្មេងស្រីដែលបណ្ដាលមកពីភាពកំសាកមុនរបស់នាងបានទេប៉ុន្តែភាពអាម៉ាស់នេះរួមនឹងការឆ្លុះវង្វេងនិងការសង្សឹកឪពុករបស់នាងបានធ្វើឲ្យនាងកាន់តែខ្លាំងឡើងក្មេងស្រីដែលធ្វើត្រាប់តាមឈុតឆាកពីខ្សែភាពយន្តបានបិទផ្លូវជាមួយផ្ទាំងរូបភាពដែលចង់បានដោយជឿថារឿងនេះនឹងនាំទៅរកដំរុយអំពីឃាតករនៅក្នុងទឹកដីរបស់ខៃវ៉ាសិនសកម្មភាពរបស់គាត់ត្រូវបានគេសង្កេតឃើញដោយធម្មជាតិដែលបង្ហាញពីការសង្គ្រោះរបស់គាត់នៅពេលក្រោយបន្តិចក្រោយមកអ្នកបង្ហោះបានទទួលការឆ្លើយតបដើម្បីជៀសវាងហានិភ័យដែលអាចកើតមានក្មេងស្រីបានយកប្រាក់រង្វាន់នាងក៏បានកាន់ដាវមួយនាងបានព្យាយាមអស់ពីសមត្ថភាពដើម្បីលាក់បាំងរាងកាយរបស់នាងមិនចង់បង្ហាញពីភេទរបស់នាងហើយបន្ទាបសម្លេងរបស់នាងដោយបញ្ចេញនូវភាពភ័យខ្លាចវាប្រែថាពួកគេមិនមានដំរុយអំពីឃាតករទេចោលទាំងនេះដែលធ្វើសកម្មភាពនៅលើហ្គេមនៃសង្គមគឺស្ទាត់ជំនាញក្នុងការអានមនុស្សការខ្លាញ់ខ្លួនរបស់ក្មេងស្រីមិនបានការពីទេឆ្លៀតឱកាសយកលេខរបស់គេប្លន់យកលុយនាងហើយរំលោភនាងអ្វីត្បិតតែក្មេងស្រីនោះព្យាយាមវាយបកវិញក៏ដោយក៏នាងមានចំនួនលើសហើយបានធ្លាក់ចូលទៅក្នុងស្ថានភាពមិនអំណោយផលភ្លាមដោយត្រូវបានគេដាក់ចូលទៅក្នុងប្រមោយពេលដែលនារីនោះគិតថានាងប្រហែលជាធ្វើដើម្បីរថយន្តបានក្រឡាប់យ៉ាងពេញទំហឹងហើយបានឈប់ភ្លាមបន្ទាប់មកសម្លេងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានបន្លឺឡើងនៅខាងក្រៅគាត់បានលូកដៃទៅច្រមុះនឹងដៃរបស់គាត់យ៉ាងលឿនប៉ុន្តែមុនពេលគាត់អាចកាត់ខ្សែភ្ជាប់បានពន្លឺងឹតមួយបានភ្លឺមកក្មេងស្រីនោះបានលូនទៅមុខដោយចិត្តណាពេលនោះទាំងមនុស្សទាំងក្នុងនិងខាងក្រៅក៏ស្ងាត់ឈឹងការមកដល់របស់អូតខៃគឺទាន់ពេលវេលាប៉ុន្តែមិនតែងតែទេដូច្នេះដើម្បីសុវត្ថិភាពគាត់មិនចង់ឲ្យនារីនោះគិតពីការសង្សឹកនោះទេប៉ុន្តែក្មេងស្រីបានបដូរចិត្តត្រឹមតែមួយប្រយោគប្រហែលជាអូតខៃដឹងពីការបញ្ញាចិត្តរបស់នាងបាននិយាយថាខ្ញុំនឹងរងចាំគាត់ញ៉ាំនៅទីនេះក្មេងស្រីនោះនៅស្ងៀមប៉ុន្តែការសម្លឹងមើលដ៏មុតមមរបស់នាងបាននិយាយយ៉ាងសន្ធឹកសន្ធាប់បន្ទាប់មកគាត់ត្រូវបានគេនាំទៅជំរំហ្វឹកហាត់នៅក្រោមដីនៅក្នុងពាក្យរបស់អូតខៃប្រសិនបើអ្នកចង់សង្សឹកតម្រូវការជាមុនគឺមានសមត្ថភាពសម្រាប់គ្រប់គ្រាន់ជំរំហ្វឹកហាត់ភាគច្រើនពោពេញទៅដោយឧក្រិដ្ឋជនដ៏កាចសាហាវក្មេងស្រីនេះក្រៅពីបង្កើនជំនាញរបស់នាងនៅទីនោះក៏នឹងទទួលខុសត្រូវចំពោះតម្រូវការប្រចាំថ្ងៃរបស់ពួកគេផងដែរប្រឈមមុខនឹងភ្នែកដ៏លោភលន់របស់ហ្វូងមនុស្សគាត់មានការភ័យខ្លាចខ្លះប៉ុន្តែគាត់មិនបានថយក្រោយឡើយគាត់បានស៊ូទ្រាំនឹងកិច្ចការដ៏ខ្វក់និងហត់នឿយបំផុតដោយគ្មានត្អូញត្អែការបៀតបៀនគឺជាញឹកញាប់ចាស់ខៃមិនដែលជ្រៀតជ្រែកជាមួយក្មេងស្រីនោះទេហើយក៏មិនបានសុំជំនួយពីនាងដែរគាត់យល់ថាការពិបាកមិនមែនជាអ្វីដែលត្រូវលើកដំកើងទេវានឹងក្លាយជាមូលដ្ឋានគ្រឹះនៃកម្លាំងរបស់គាត់នៅថ្ងៃនោះគាត់បានរុះរើតាមភពដើម្បីយល់ពីធម្មជាតិរបស់មនុស្សនៅពេលយប់គាត់បាននឿយហត់នៅលើសង្វៀន Octagonal មានអំណោយទាននិងរីកចំរឿនយ៉ាងឆាប់រហ័សអូតខៃមិនអាចទប់ទល់នឹងការណែនាំផ្ទាល់ខ្លួនរបស់នាងបានទេត្រឹមតែរយៈពេល6ខែប៉ុណ្ណោះក្មេងស្រីរងគ្រោះបានផ្លាស់ប្ដូរទម្រង់បែបបទនៅក្នុងការវិតម្លៃចុងក្រោយនាងចាប់ផ្ដើមភ្លឺច្បាប់តែមួយគត់នៅក្នុងសង្វៀនគឺគ្មានច្បាប់រាល់កណ្ដាប់ដៃបានចុះចតដោយការ៉េរាល់ចលនាដែលស្លាប់ឆ្កែគឺជាសមាជិកដ៏រឹងមាំបំផុតនៅទីនេះហើយតាមការរំពឹងទុកគាត់បានឈររហូតដល់ទីបញ្ចប់ប៉ុន្តែពេលគាត់គិតថាគាត់ជាម្ចាស់ជើងឯកនារីដែលនៅពីក្រោយគាត់បានងើបជើងយឺតនៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នេះមេងស្រីនេះមិនមានគុណសម្បត្តិណាមួយក្នុងភាពរឹងមាំនោះទេប៉ុន្តែដោយពឹងផ្អែកលើភាពរហ័សរហួននិងការវាយប្រហារដ៏ខុសខើរបស់នាងបានវាយបកទៅវិញទៅមកជាមួយឆ្កែលើការការពារនាងអត់ធ្មត់និងទប់ចិត្តដោយមិនទុកការបើកចំហនៅពេលដែលនាងវាយប្រហារនាងបានប្រើកម្លាំងទាំងអស់របស់នាងដែលធ្វើឲ្យគូប្រជែងរបស់នាងគ្មានឱកាសក្នុងការងើបឡើងវិញក្រោយការវាយកែងយ៉ាងល្អិតល្អន់សង្វៀនបានស្ងប់ស្ងាត់បន្តិចបន្ទាប់មកការអបអរដោយមិនឈប់ឈរបានរំសាយការតស៊ូរបស់ក្មេងស្រីដែលហាក់ដូចជាមានអត្ថន័យនៅពេលនោះទោះជាយ៉ាងណាក៏ដោយយកភ្ញាក់ពីសន្លប់របស់គាត់បន្តិចម្ដងចំពេលមានការច្រណែនរបស់សមាជិកផ្សេងទៀតគាត់បានស្ដីបន្ទោសការបរាជ័យរបស់គាត់លើក្មេងស្រីដែលបានឈ្នះលើគាត់ដែលនាំទៅដល់កន្លែងកើតហេតុនៅដើមដំបូងដែលគាត់បានប្រើគ្រឿងញៀនធ្វើត្បិតតែឡាវខៃបានដាក់ទណ្ឌកម្មឲ្យនិងបណ្ដេញគាត់ចេញពីក្រុមក្មេងទំនើងក៏ដោយក៏គាត់មិនបានលុបបំបាត់គាត់ទាំងស្រុងដែរដែលសាបព្រោះក្របពូជនៃបញ្ហានាពេលអនាគតដ៏ធ្ងន់ធ្ងរមួយដោយមិនដឹងមូលហេតុខ្លះឡាវខៃបានចូលទៅក្នុងក្រុមក្មេងទំនើងហើយកុហកដោយអះអាងថាក្មេងស្រីនេះត្រូវបានសម្លាប់ដោយយកមេមន់ដែលទៅយកស្រីនោះក៏មានអាកប្បកិរិយាចម្លែកដែរដំបូងឡើយគាត់បានបង្ហើបថាគាត់បានធ្វើការឲ្យពុករបស់ក្មេងស្រីនោះហើយបន្ទាប់មកដោយមិនសមរម្យគាត់បានណែនាំក្មេងស្រីនោះឲ្យចាក់ចេញពីអង្គការដោយនិយាយថាវាជាឱកាសចុងក្រោយរបស់នាងមេតបហាក់គិតច្រើនតែមិននិយាយអ្វីទៀតបន្ទាប់មកគាត់បាននាំក្មេងស្រីទៅកន្លែងដែលបានកំណត់ឡាវខៃបន្ទាប់ពីរងចាំយ៉ាងយូរទស្សនិកជនដែលចាប់អារម្មណ៍និងសម្គាល់ឃើញថាឈ្មោះរបស់តួឯកស្រីគឺយុនជាយូលេចឡើងតែម្ដងគត់នៅដើមដំបូងពេញមួយស៊េរីនាងត្រូវបានគេហៅថាក្មេងស្រីនេះគឺដោយសារតែអូតខៃបានដាក់ឈ្មោះថ្មីឲ្យនាងថាអូហៃយ៉ុងហើយនាងនឹងប្រើអត្តសញ្ញាណថ្មីនេះដើម្បីសងសឹកនាងទន្ទឹមនឹងនោះអូតខៃក៏រកឃើញអាវុធឃាតកម្មដែលប្រើដើម្បីសម្លាប់ឪពុករបស់ក្មេងស្រីដោយវិនិច្ឆ័យពីលេខស៊េរីលនៅលើវាកាំភ្លើងទំនងជាមកពីប្រព័ន្ធប៉ូលីសថាតើក្មេងស្រីអាចរកឃើញមន្ត្រីនេះហើយនឹងមានអ្វីកើតឡើងបន្តទៀតរងចាំមើលទាំងអស់គ្នាទោះយ៉ាងណាក៏ដោយបន្ទាប់ពីថ្ងៃនេះអំណាចរបស់ខៃវ៉ាសិនចាប់ផ្ដើមកើនឡើងជាលំដាប់ក្រៅពីគោរពជំនាញសម្រាប់ខ្លួនក្មេងស្រីរូបនេះថែមទាំងចូលរួមការប្រឡងចូលថ្នាក់បរិញ្ញាបត្រនិងចូលប្រព័ន្ធប៉ូលីសដោយមានការនាំមុខយ៉ាងខ្លាំងសួស្តីអ្នកទាំងអស់គ្នានេះគឺជា TGN ដែលអាប់ដេតយ៉ាងឆាប់រហ័សហើយផ្ដោតតែលើការកែលម្អរឿងប៉ុណ្ណោះជួបគ្នាពេលក្រោយ